បាទសម្រាប់សួរអរុនសុស្ដីពេលព្រឹកពហិមដល់ពុកម៉ែបងប្អូនយាយតាសម្ដេចត្រង់អាចឧត្តមលោកសំទាវលោកស្រីអ្នកនាងកញ្ញាទាំងអស់កូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសទាំងក្រៅប្រទេសតាមបណ្ដាញសង្គម Facebook TikTok និង YouTube អស់ឆ្នាំ2025ខែ9ថ្ងៃទី28ខ្ញុំបាទជីវិតក្មេងកំព្រាក្រំពលឺព្រះធរបានធ្វើដំណើរឡើងភ្នំដើម្បីមកកោះថ្នាំទៀតហ្នឹងហើយមករកថ្នាំសារនេះមករកថ្នាំវល់ល្មៀតវល់ស្បូនព្រមទាំងវល់គុយហើយនឹងជួរច្បក់ផ្សិតច្បក់ផ្សិតក្រំហើយនឹងអាស័យសំសាច់ទេប្រូលនេះទស្សនភាពនៅលើភ្នំខ្នងភ្នំនៅលើខ្នងភ្នំបងប្អូនផ្លូវឡើងភ្នំណោះភ្នំដែលខ្ញុំបាទត្រូវរត់ថ្នាំបងប្អូនឃើញហើយនៅលំតំឃើញលំឯនេះតំមិនតាន់បានពាក់កណ្ដាលផ្លូវផងដើរហត់ពេកក៏សម្រាកជើងបន្តិចទៀតបានធ្វើដំណើរចេញទៅមុខទៀតហ្នឹងហើយគ្មានវីដេអូអីចែកជូនដល់បងប្អូនកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានបានទស្សនាទេតាមបណ្ដាញសង្គម Facebook តាមបណ្ដាញសង្គម YouTube TikTok ហ្នឹងហើយបើពេញចិត្តវីដេអូខ្ញុំបាទសូមកុំភ្លេចជួយ Share និងជួយ Like ជួយ Comment ហើយនឹងចុចសញ្ញាកណ្ដឹង YouTube ជូនខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងទឹកចិត្តហើយខ្ញុំបាទមានកម្លាំងទឹកចិត្តនឹងធ្វើជាคลิปវីដេអូបង្ហាញថ្នាំខ្មែរចែកជូនដល់ពុកម៉ែបងប្អូនយាយតាបានទស្សនាទៀតហ្នឹងហើយនេះឡើងទៅដល់មុខនោះលែងមានវាលហើយបងប្អូនលែងមានសំការគេហើយមានតែព្រៃច្រោងហើយនឹងព្រៃបោះធំទៅដល់ខាងមុខទៅដល់កពូលភ្នំចកេះភ្នំដល់គោលដៅកន្លែងរត់ថ្នាំកោះថ្នាំបានមានសំការគេធ្វើទៀតបងប្អូនចឹងវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងឯងសង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តនឹងជួយcontrol ខ្ញុំបាទជួយ Share ជួយ Like និង Comment លើកទឹកចិត្តអ្នកមួយអរគុណច្រើនសម្រាប់លាពីចម្ងាយហើយក៏សូមជូនពរដល់ពុកម៉ែបងប្អូនយាយតាកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងក្នុងប្រទេសទាំងក្រៅប្រទេសបានសុខដោយសុវត្ថិភាពហ្នឹងហើយសុខភាពល្អសំណាងល្អគ្រប់គ្នា